បាទខ្ញុំបាទសូមគោរពលំអរកាយគោរពនឹងជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនពូមីងយាយតាទាំងអស់ដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ពី Facebook Page កសន្តិភាពជាទីគោរពនិងជាទីមេត្រីបាទកម្មវិធីដំណឹងព្រឹកនេះបានចូលខ្លួនមកដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រិមិត្តអ្នកទស្សនាសាជាថ្មីតាមពេលវេលានិងម៉ោងដែលបានកំណត់បាទហើយសង្ឃឹមនឹងជឿជាក់ថាពុកម៉ែបងប្អូនប្រិមិត្តអ្នកទស្សនាទាំងអស់បាទសុខកាយសប្បាយចិត្តទាំងអស់គ្នាហើយថ្មនេះបងប្អូនខ្លះក៏មនីរូតរះរៀបចំខ្លួនប្រាណដើម្បីបំពេញកិច្ចការងារតាមមុខជំនាញរៀងខ្លួនផងដែរហើយបងប្អូនខ្លះហ្នឹងក៏កំពុងស្រស់ស្រូបអាហារពេលព្រឹកបាទមាននៅផ្ទះក្តីក៏ដូចជានៅតាមខាងក្រៅតាមហាងតាមតូបអីជាដើមបើសិនជាបានបើកទស្សនាការផ្សាយផ្ទាល់ពី Facebook Page កសន្តិភាពនឹងបានជ្រាបនៅព័ត៌មានជាច្រើនពីកម្មវិធីរបស់យើងបាទហើយកម្មវិធីយើងដែលលើកជូននៅរឿងដំបូងគេនេះពាក់ព័ន្ធទៅនឹងវីរៈកងទ័ពកម្ពុជាចំនួន18រូបដែលថៃចាប់ខ្លួននឹងដោះលែងមកវិញក្នុងពេលឆាប់បាទថ្លែងជាសាធារណៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹមថាវីរៈកងទ័ពកម្ពុជាទាំង18រូបដែលយោធាថៃចាប់ខ្លួនក្រោយពីមានកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ជាមួយកម្ពុជានៅថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងមកនឹងត្រូវភាគីថៃដោះលែងមកវិញឆាប់នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដៃជោកាលពីព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2025ការលើកឡើងរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយសារមានមតិមួយចំនួនបានបើកការវាយប្រហារមកលើកម្ពុជាថាបានដោះដូរដីនៅចំណុចណាមួយជាមួយនឹងភាគីថៃដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពដែលនឹងចុះហត្ថលេខានៅពេលខាងមុខក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ីក្នុងនោះក៏មានចំណុចនៃការដោះលែងទ័ពកម្ពុជាទាំង18រូបនេះផងដែរសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីគូបញ្ជាក់ថាយើងសង្ឃឹមគាត់នឹងបានវិលត្រឡប់មកវិញឆាប់ខាងមុខនេះយើងមិនបោះបង់គាត់ចោលនោះទេអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់ជឿលើរាជរដ្ឋាភិបាលយើងមិនបានបោះបង់សិទ្ធិរបស់យើងឬមួយបោះបង់ការចរចាប័ណ្ណឈប់បាញ់ឬសន្តិភាពក្នុងការដោះដូរដីនោះទេសម្ដេចបវរធិបតីបានលើកឡើងថាកម្ពុជាមិនចង់បែររបស់គេទេតែកម្ពុជាត្រូវតែការពារអ្វីដែលជារបស់ខ្លួនដូចជាអាយុជីវិតប្រជាពលរដ្ឋទឹកដីនិងទ្រព្យសម្បត្តិនិងរកវិធីដោះស្រាយដោយសន្តិវិធីសម្ដេចបវរធិបតីសង្កត់ធ្ងន់ថាដោយខ្ញុំនិយាយអញ្ចឹងយើងគ្មានចង់បានដីរបស់អ្នកណាទេហើយយើងក៏មិនឲ្យដីទៅអ្នកណាដែរដោះស្រាយជាមួយគ្នាបន្សល់ទុករាប់រយឆ្នាំសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907គឺ70ឆ្នាំមុនខ្ញុំកើតតែពេលនេះខ្ញុំដឹកនាំប្រទេសគឺត្រូវប្រឈមក្នុងការដោះស្រាយដោយផ្អែកលើសន្ធិសញ្ញាច្បាប់អន្តរជាតិអនុសញ្ញាផ្សេងនិងកិច្ចព្រមព្រៀងផ្សេងដែលប្រទេសទាំងពីរធ្វើជាង20ឆ្នាំមកសូមបញ្ជាក់ថាគិតមកដល់ថ្ងៃទី20ខែតុលាឆ្នាំ2025គឺជាថ្ងៃទី83ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្រងរបស់យោធាថៃជាមួយនឹងការចាប់ខ្លួននេះកម្ពុជានៅតែបន្តអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិបាទអញ្ចឹងប្រិមិត្តពុកម៉ែបងប្អូនអ្នកទស្សនានៅចាំបានទេវីរៈកងទ័ពកម្ពុជាយើងទាំង18រូបដែលខាងភាគីថៃចាប់យកទៅនោះបាទក្រោយពីបទជប់បាញ់អញ្ចឹងមិនដឹងថាពេលនេះសុខទុក្ខរបស់គាត់យ៉ាងណាទេប៉ុន្តែក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រីបានអះអាងគូបញ្ជាក់ឲ្យថានឹងបានវិលត្រឡប់មកមាតុប្រទេសរបស់យើងវិញក្នុងពេលឆាប់នេះបាទ
អញ្ចឹងទេសូមពុកម៉ែបងប្អូនជឿជាក់ទុកចិត្តលើប្រមុខរាជរដ្ឋាភិបាលបាទគឺត្រូវតែវិរៈកងទ័ពកម្ពុជារបស់យើងទាំង18រូបហ្នឹងនឹងបានវិលត្រឡប់មកកម្ពុជារបស់យើងវិញក្នុងពេលឆាប់ៗដើម្បីជួបជុំបងប្អូនពុកម៉ែទាំងអស់ហើយមិនត្រឹមតែសាច់ញាតិផ្ទាល់ក្រុមគ្រួសារផ្ទាល់របស់វិរៈកងទ័ពទាំង18រូបទេក្នុងនាមយើងជាប្រជាពលរដ្ឋគ្រប់រូបយើងតែងតែចងចាំជានិច្ចនៅវិរៈភាពដ៏អង់អាចក្លាហានរបស់ពួកគាត់ទាំង18រូបរួមទាំងវិរៈកងទ័ពតាមបណ្ដាជួរមុខទាំងអស់ទៀតបាទដែលពុះពៀលះបង់កម្លាំងកាយចិត្តសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិរបស់យើងបាទពីខ្មាំងសត្រូវពីសៀមឈ្លានពានដែលចង់បានទឹកដីកម្ពុជារបស់យើងនោះបាទអរគុណពីកម្មវិធីរបស់យើងសូមបន្តទៅព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងខាងទល់ដែនដែរសៀម11នាក់លួចឆ្លងដែនចូលភូមិសាស្ត្រឃុំអូ3ជាន់ចាត់បញ្ជូនទៅសាលាដំបងខេត្តចាត់ការតាមច្បាប់បាទនៅខេត្តបន្ទាយមានជ័យកម្លាំងការពារព្រំដែនកម្ពុជាបានឃាត់ខ្លួនជនជាតិសៀម11នាក់ដែលលួចឆ្លងដែនពីប្រទេសសៀមចូលមកកម្ពុជានៅថ្ងៃទី19ខែតុលាឆ្នាំ2025ក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅប្រតិបត្តិការឃាត់ខ្លួនជនជាតិសៀមទាំង11នាក់នេះក្នុងនោះមានស្រី4នាក់និងមានសម្ភារៈវ៉ាលីខោអាវបាទមានទាំងស្ត្រី4នាក់ហើយមានទាំងសម្ភារៈវ៉ាលីមានទាំងខោអាវថែមទៀតផងបាទការឃាត់ខ្លួនពួកគេគឺមាន2គោលដៅដែលឡែកពីគ្នាគោលដៅទី1នោះគឺចំណុចភូមិទំនប់ដាច់ឃុំអូ3ជាន់ស្រុកអូជ្រៅឃាត់ខ្លួនជនជាតិសៀមចំនួន8នាក់ក្នុងនោះមានស្រី3នាក់បានលួចឆ្លងពីប្រទេសសៀមចូលមកកម្ពុជាដោយល្មើសច្បាប់ត្រូវបានកម្លាំងការពារព្រំដែនមានកម្លាំងកងពលតូចថ្មើរជើងលេខ51ដែលជាក្រុមល្បាតគោលដៅទី2ចំណុចភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅមានពលរដ្ឋសៀមចំនួន3នាក់ក្នុងនោះស្រី1នាក់បានលួចឆ្លងដែនពីប្រទេសសៀមចូលមកកម្ពុជាដោយល្មើសច្បាប់ត្រូវបានកម្លាំងការពារព្រំដែនឃាត់ខ្លួនភ្លាមៗក្រៅពីឃាត់ខ្លួនពលរដ្ឋសៀមចំនួន11នាក់ដែលបានលួចឆ្លងដែនពីប្រទេសសៀមចូលមកកម្ពុជាដោយល្មើសច្បាប់ត្រូវបានប្រកល់ជូនកម្លាំងជំនាញនាំខ្លួនទៅសាកសួរដែលតាមចម្លើយសារភាពថាពួកគេលួចឆ្លងតាមរយៈមេខ្យល់សៀមដើម្បីឆ្លងដែនចូលមករកការងារធ្វើនៅក្រុងប៉ោយប៉ែតក្រោយសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមផ្លូវច្បាប់បាទនេះគឺពាក់ព័ន្ធទៅនឹងបានន័យថាការឃាត់ខ្លួនបាទអ្នកចេញចូលខុសច្បាប់ណាបាទនេះមិនមែនជាពលរដ្ឋយើងឆ្លងដែនទៅខាងសៀមទេគឺខាងសៀមហ្នឹងឆ្លងដែនមកចូលកម្ពុជារបស់យើងវិញដើម្បីរកការងារធ្វើនៅខាងប៉ោយប៉ែតបាទអញ្ចឹងមិនថាអួតអាងប្រទេសអ្នកឯងអីមានបានជាងកម្ពុជាមិនមានអ្នកក្រមិនមានអ្នកខ្សត់បាទអត់ការងារធ្វើនោះទេបាទយើងមើលថាស្វីបជាក់ស្ដែងនៅតែស្វែងរកការងារមកខាងកម្ពុជារបស់យើងខ្លះដែរណាបាទចង់បានថាវាសម្រាប់បញ្ហាជីវភាពឬការងារផ្សេងត្រូវតែមានតំណែងតំណងដល់គ្នាចឹងហើយក្នុងដំណាក់កាលនេះផងបញ្ហាសន្តិសុខទៅតាមព្រំដែនក៏ពុំទាន់ស្រួលបួលដែរបានន័យថាការគោរពបទជប់បាញ់ហ្នឹងសៀមនៅតែពុំទាន់បានគោរពនៅឡើយទេបាទអរគុណប្រិយមិត្តអ្នកទស្សនាជាទីគោរពរាប់អានបាទពីកម្មវិធីសូមជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីបន្តិចសិនបាទបន្តិចទៀតយើងនឹងជួបគ្នាសាជាថ្មីបាទវឌ្ឍនៈ All Mall រសជាតិស្រទន់ពីស្រូវសាលីសុទ្ធជាបានប៊ូហ្វេតម្លៃត្រឹមតែ 9.99 កំងតាមចិត្តអត់កំណត់ម៉ោងការផ្ដល់ជូនពិសេសនេះសម្រាប់តែប៊ូហ្វេថ្ងៃត្រង់ឯប៉ុណ្ណោះបាទកម្មវិធីសូមបន្តជួបបាទផ្ដល់ជូននៅព័ត៌មានជាថ្មីទៀតពាក់ព័ន្ធទៅនឹងប្រតិកម្មផ្ទះចិញ្ចឹមត្រចៀកកម្មរាប់ឆ្នាំដោះស្រាយមិនចេញបាទរឿងអីចេះជាមួយនឹងផ្ទះត្រចៀកកម្ម
នេះលើកឡើង ក្រៅលេងសើចតិចចុះណាបាទបណ្ដេសត្វជាកម្មសំណាងពុកម៉ែបងប្អូនមានន័យថាពេលខ្លះហ្នឹងផ្ទះស្អាតជាងផ្ទះយើងទៀតសម្រាប់ផ្ទះអត់ផ្ទះថ្មធំខ្ពស់បាទស្កឹមស្កាយដែរហ្នឹងបាទនៅតាំងខ្លួនសំញែងបាទកដាលវាស្រែអញ្ចឹងទៅណាបាទសិតផ្ទះថ្មបាទសត្វសំណាងមែនតែនខាងទៅជាកម្មណាប៉ុន្តែរឿងមួយនេះគឺប្រតិកម្មទៅនឹងផ្ទះចិញ្ចឹមទៅជាកម្មរាប់ឆ្នាំដល់ស្រ័យមិនចេញបញ្ហាចេះនៅខាងខេត្តកំពង់ចាមបាទរឿងក្តីមួយបានកាត់ឡើងក៏ព្រោះតែផ្ទះចិញ្ចឹមត្រចៀកកម្មដែលបានធ្វើឲ្យអ្នកភូមិចំនួន32គ្រួសារដែលនៅជុំវិញផ្ទះចិញ្ចឹមត្រចៀកកម្មបានអះអាងថាជាអ្នករងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលហើយបាននាំគ្នាផ្តិតមេដៃលើពាក្យមួយច្បាប់ដើម្បីស្នើសុំដល់អាជ្ញាធរជួយអន្តរាគមន៍លើករណីផ្ទះចិញ្ចឹមត្រចៀកកម្មដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់ចាមក្រុងកំពង់ចាមបានជះក្លិនស្អុយឆ្អេះឆ្អាបក្លិនពុលមិនអាចទ្រាំបានព្រមទាំងបង្កសម្លេងរំខានទាំងយប់ទាំងថ្ងៃធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរពិបាកដេកពួនមកដល់សប្តាហ៍ថ្ងៃនេះជិត20ឆ្នាំហើយនៅមិនទាន់ឃើញមានដំណោះស្រាយពីសំណាក់អាជ្ញាធរមូលដ្ឋាននៅឡើយបាទអញ្ចឹងដូចខ្ញុំលើកឡើងខាងដើមដូចគ្នាដែរចាំមិនន័យថាផ្ទះជាកម្មបើគេធ្វើសាងសង់ហ្នឹងគេធ្វើនៅទីវាលបាទវាស្រែវាអីទៅបានន័យថាมันមានសម្លេងរំខានมันមានវាជុះអាចជុះអីពីវាពេលកាលជះក្លិនទៅដល់អ្នកភូមិអ្នកស្រុកណាបាទដល់យើងធ្វើនៅក្នុងក្រុងទីប្រជុំជនអីវាពិបាកដែរបាទពិបាកទាំងវាមករស់នៅក៏ប៉ះពាល់ទៅដល់អ្នកជិតខាងផងដែរបាទដោយករណីនៅក្នុងខេត្តកំពង់ចាមនេះជាដើមតាមដូនចាស់ម្នាក់ឈ្មោះសៀងផល្លាអាយុ70ឆ្នាំរស់នៅភូមិទី9សង្កាត់កំពង់ចាមក្រុងកំពង់ចាមប្រាប់ឲ្យដឹងនៅថ្ងៃទី20ខែតុលាឆ្នាំ2025ថាផ្ទះថ្មល្វែងរបស់គាត់នៅជាន់ក្រោមចំណែកផ្ទះចិញ្ចឹមត្រចៀកកម្មនៅជាន់ខាងលើបង្អស់ដោយម្ចាស់អាជីវកម្មបានចាក់សម្លេងសត្វត្រចៀកកម្មស្រែកដើម្បីធ្វើជាអន្ទាក់ហៅសត្វត្រចៀកកម្មចូលមកធ្វើសម្បុកអូបាទនេះមិនត្រឹមថាធ្វើនៅដោយឡែកទេមនុស្សនៅខាងក្រៅត្រចៀកកម្មនៅខាងលើទៀតបាទពេលគាត់ប្រាប់ម្ចាស់ចិញ្ចឹមមិនមានអ្នកណាយកត្រចៀកស្ដាប់ដូចទីមិនតែប៉ុណ្ណោះពេលដែលគេឡើងលាងលាមកសัตว์ធ្វើឲ្យជ្រាបទឹកតាមបេតុងមកដល់ផ្ទះរបស់គាត់សូម្បីតែប្តីរបស់គាត់ដោយសាររងក្លិននេះជាច្រើនឆ្នាំមកហើយឥឡូវឈឺដេកនៅកន្ទេលនិយាយរួមពេលក្លិនគេលាងខាងលើជះមកពិបាកដកដង្ហើមសូម្បីតែគាត់ផ្ទាល់សុខភាពក៏ទ្រុឌទ្រោមដែរលោកកាត់លូចអាយុ60ឆ្នាំនៅភូមិទី9សង្កាត់កំពង់ចាមប្រាប់ឲ្យដឹងថាផ្ទះគាត់ជាប្រភេទផ្ទះល្វែងនៅជាន់ផ្ទាល់ដីហើយផ្ទះចិញ្ចឹមត្រចៀកកម្មនៅជាន់ខាងលើជារៀងរាល់ថ្ងៃសំឡេងគេចាក់ហើយសត្វត្រចៀកកម្មនេះគឺប៉ះពាល់24ម៉ោងលើ24ម៉ោងធ្វើឲ្យគាត់នឹងប្រពន្ធព្រមទាំងកូនពិបាកក្នុងការដេកពួនដោយសារតែសំឡេងរំខាននេះមានពេលខ្លះម្ចាស់អាជីវកម្មបានមកបោសសម្អាតលាមកសត្វធ្វើឲ្យធ្លាក់មកតាមទយូរជះក្លិនស្អុយណាស់គាត់ថាប្រជាពលរដ្ឋប៉ះពាល់ផ្ទាល់ចំនួន4គ្រួសារនិងប៉ះពាល់ប្រយោលសរុបចំនួន32គ្រួសារផ្ទះគាត់ត្រូវបានជ្រាបទឹកក្លិនថ្នាំហើយបង្កឲ្យមានការឈឺក្បាលវិលមុខហើយសម្លេងគេបើកលាន់ឮតាមតែអំពើចិត្តសំណង់ផ្ទះត្រចៀកកម្មនេះធ្វើនៅលើសំណង់ផ្ទះចាស់ដែលមកដល់សប្តាហ៍ថ្ងៃជិត16ឆ្នាំហើយបើមិនទប់ស្កាត់ទេយូរអាចពុកបាក់ស្រុតក៏ថាបានដូនចាស់ម្នាក់ទៀតឈ្មោះត្រីអូនអាយុ71ឆ្នាំបានលើកឡើងថាមានពេលមួយនៅក្នុងឆ្នាំ2024កន្លងទៅពេលគេលាងសម្អាតផ្ទះត្រចៀកកម្មទឹកស្អុយហូរចូលមកដោយទាំងលាមកសត្វមានក្លិនស្អុយជះចូលតាមបង្អួចមកដល់ក្នុងផ្ទះរបស់គាត់ធ្វើឲ្យម្នាក់ពិបាកទ្រាំប៉ះពាល់ដល់ការរស់នៅដោយសារតែកត្តាសម្លេងរំខានក្លិនស្អុយនិងពិបាកក្នុងការរស់នៅបងប្អូនប្រជាពលរដ្ឋចំនួន32គ្រួសាររស់នៅភូមិទី8និងភូមិទី9សង្កាត់កំពង់ចាមបាននាំគ្នាផ្តិតមេដាយលើពាក្យបណ្ដឹងមួយច្បាប់ដើម្បីឲ្យសាលាសង្កាត់កំពង់ចាមជួយដោះស្រាយតែដោះស្រាយមិនចេញ
រាល់ថ្ងៃបង្អួចផ្ទះគាត់ខាងក្រោយត្រូវបានឲ្យជាងដាក់កញ្ចក់បិទជិតឈឹងដើម្បីការពារកុំឲ្យមានក្លិនពុលជះចូលផ្ទះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់នឹងប្រជាចំនួន32គ្រួសារបានសនំពរអាជ្ញាធរដែនដីធ្វើយ៉ាងណាជួយដោះស្រាយកន្លែងជីវកម្មចិញ្ចឹមត្រចៀកកម្មរបស់ឈ្មោះខុនចេញទៅដាក់នៅកន្លែងឆ្ងាយដើម្បីកុំឲ្យប៉ះពាល់ការរស់នៅបន្តទៀតដូនចាស់រូបនេះក៏បានបញ្ជាក់ថានៅរសៀលថ្ងៃទី$18ឆ្នាំ2025អាជ្ញាធរបានហៅប្រជាជនទៅដោះស្រាយនៅសាលាក្រុងកំពង់ចាមគ្រានោះម្ចាស់ជីវកម្មបានលើកឡើងថាគេចំណាយទុនធ្វើអស់លុយច្រើនដូច្នេះពុំអាចរើទៅកន្លែងណាបានទេនៅព្រឹកថ្ងៃទី$20ភ្នាក់ងាររបស់យើងមិនអាចសុំការបំភ្លឺពីម្ចាស់ជីវកម្មផ្ទះត្រជាកម្មបាននោះទេតែបានគិតថាអ្នកចិញ្ចឹមត្រជាកម្មបានគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួនក៏គួរក៏បីយល់ដល់ផលប៉ះពាល់អ្នកជិតខាងដែលគ្មានទទួលប្រយោជន៍អ្វីសោះបែរជារងគ្រោះដោយសារបំពុលបរិស្ថានបែបនេះអ្នកតាមដានបាននិយាយថានេះប្រហែលជាមិនមែនមួយករណីទេប្រហែលជាមានច្រើនទៀតសម្រាប់អ្នកធ្វើផ្ទះជីវកម្មនៅលើដំបូលផ្ទះរបស់ខ្លួនលោកលីសុវណ្ណអភិបាលក្រុងកំពង់ចាមបានប្រាប់តាមទូរស័ព្ទឲ្យដឹងនៅព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2025ថាក្រោយពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋអាជ្ញាធរបានបង្កើតគណៈកម្មការចម្រុះរបស់សាលាខេត្តក្នុងនោះមានទាំងផ្លូវច្បាប់ផងត្រៀមនឹងចុះពិនិត្យផ្ទាល់ទីតាំងផ្ទះចិញ្ចឹមត្រចៀកកម្មក្នុងពេលឆាប់ៗនេះគួររំលឹកថានាពេលកន្លងទៅក្នុងពេលប្រជុំជាមួយស្ថាប័នមន្ទីរជំនាញជុំវិញខេត្តអាដាមអ៊ុនចន្ទដាអភិបាលខេត្តធ្លាប់មានប្រសាសន៍លើកឡើងថាចំពោះទីតាំងផ្ទះត្រចៀកកម្មដែលស្ថិតនៅក្នុងក្រុងកំពង់ចាមនឹងត្រូវឲ្យចេញនៅជាយក្រុងវិញជៀសវាងកុំឲ្យមានសម្លេងប៉ះពាល់និងជះក្លិនស្អុយដល់អ្នកដទៃបាទចឹងបានថាណាត្រចៀកកម្មហ្នឹងគេធ្វើនៅទីវាលបាទវាស្រែវាអីតែឆ្ងាយពីផ្ទះប្រជាពលរដ្ឋនៅឆ្ងាយហ្នឹងបានន័យថាវាបង្កផលល្អច្រើនដល់ម្ចាស់អាជីវកម្មណាបាទទីមួយនោះគឺបានន័យថាយើងការបើកសម្លេងតាក់ទាញឲ្យត្រចៀកកម្មចូលមកហ្នឹងក៏មិនផលប៉ះពាល់មិនមានប៉ះពាល់អីទេតែទី2ហ្នឹងបានន័យថាត្រចៀកកម្មវាបានមកច្រើននៅទីវាលបាទហើយទី3នោះគឺបានន័យថាមិនធ្វើឲ្យក្តៅក្រហាយដល់អ្នកជិតខាងណាបើសិនដូចជាក្នុងករណីនៅខេត្តកំពង់ចាមនេះវាប៉ះពាល់ខ្លាំងហើយពុកម៉ែបងប្អូនមិនផ្ទះដាច់ដライអីទៀតផងមនុស្សរស់នៅជាន់ក្រោមដាក់ត្រចៀកកម្មនៅជាន់លើបាទហើយធម្មតាក្លិតចេះឆ្អាបសัตว์សំលេងកងរំពងចាក់សំលេងនេះចាក់សំលេងដូចចង់ដូចខាងសៀមហ្នឹងណាបាទប៉ុន្តែនេះចាក់ឲ្យខាងត្រចៀកកម្មស្ដាប់ហ្នឹងណាដើម្បីតាក់ទាញឲ្យចូលមកបាទអញ្ចឹងយើងធ្វើអ្វីក៏ដោយតោងប្រយ័ត្នហើយនឹងគិតគូរពិចារណាឲ្យបានមកចត់គុំដើម្បីតែប្រយោជន៍ខ្លួនបាទយើងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីសុខរបស់អ្នកដទៃឲ្យសោះបាទបានន័យថាការបានផលមកដោយភាពក្តៅក្រហាយណាបាទយើងកុំប្រព្រឹត្តអីយើងធ្វើយ៉ាងណាយោគយល់អធ្យាស្រ័យគ្នារួមរស់បានន័យថាឲ្យបានសុខទាំងអស់គ្នាទៅយើងចង់បានសុខគេក៏ចង់បានសុខដែរប៉ុន្តែបើយើងចង់បានសុខមិនផ្ដល់សេចក្តីសុខឲ្យគេតើអាចបានក្តីសុខមកខ្លួនយើងវិញបានទេបាទអត់បានទេពុកម៉ែបងប្អូនណាអញ្ចឹងតតែយើងចូលរួមចំណែកទាំងអស់គ្នាបាទឥឡូវយើងចូលដល់ព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងដង្ហែអង្គឋិនលើផ្ទៃបារាយក្នុងន័យសំខាន់ពីរអញ្ចឹងនៅក្នុងរដូវកាលនេះគឺរដូវកាលអង្គឋិនទានណាបាទអញ្ចឹងពុកម៉ែបងប្អូនបានចូលរួមបុណ្យកឋិនទានច្រើនហើយក្នុងរយៈពេលប្រហែលថ្ងៃនេះប៉ុន្តែកឋិននៅក្នុងនេះក៏បានបង្ហាញនៃពីរសំខាន់គឺការដង្ហែនៅលើផ្ទៃបារាយណានៅខេត្តសៀមរាបមិនខុសពីបណ្ដាឆ្នាំមុនទេព្រះគ្រូចៅអធិការនិងគណៈកម្មការអាចារ្យវត្តបារាយមហាទីរតនារាមហៅវត្តស្វាយរមៀតក្នុងភូមិបន្ទាយឈើសង្កាត់ទឹកវិលក្រុងសៀមរាបបានរៀបចំពិធីដង្ហែអង្គឋិនទាននៅលើផ្ទៃទឹកបារាយក្នុងអត្ថន័យសំខាន់ចំនួន2បន្ថែម
លើកិច្ចពិធីបុណ្យកឋិនទានតាមពុទ្ធបញ្ញត្តិពិធីដង្ហែបុណ្យកឋិនទាននេះកាលពីថ្ងៃទី19ខែតុលាឆ្នាំ2025ដែលមានពុទ្ធបរិស័ទច្រើនកកកចូលរួមព្រះសច្ចានុបាលនាមវុធីព្រះគ្រូចៅអធិការវត្តស្វាយរមៀតមានសង្ឃដីកាថាការរៀបចំដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបរាយនេះគឺទី1ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រះម៉ែគង្គានិងព្រះម៉ែធរណីទី2ដើម្បីទុកជាប្រវត្តិសាស្ត្រឲ្យកូនចៅចំនួនក្រោយបានដឹងកន្លងមកព្រះគ្រូចៅអធិការវត្តគ្រប់ចំនួនមិនដែលធ្វើពិធីដង្ហែអង្គកឋិនទានបែបនេះទេសម្រាប់ឆ្នាំនេះគឺជាលើកទី4ហើយដែលព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងស្ថាប័នមានសមត្ថកិច្ចរៀបចំដង្ហែអង្គកឋិនទាននៅលើទឹកព្រះគ្រូចៅអធិការវត្តមានសង្ឃដីកាថាតាមវិន័យវត្តមួយទទួលអង្គកឋិនបានតែម្ដងទេក្នុងរយៈកាលនៃរដូវកឋិនគឺ29ថ្ងៃពិធីបុណ្យកឋិនទាននេះគឺជាការជួបជុំទំនុកបម្រុងបច្ច័យ4សង្គ្រោះដល់ភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាសមកបច្ច័យអង្គកឋិនទានឆ្នាំនេះក្រៅពីផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ភិក្ខុសាមណេរទាំង50អង្គមួយចំនួនបានឧបត្ថម្ភគ្រូកិច្ចសន្យានិងគ្រូស្ម័គ្រចិត្តនៅសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតបច្ច័យមួយចំនួនទៀតត្រូវទ្រង់ព្រះសង្ឃសិក្សារៀនសូត្រផ្គត់ផ្គង់ថ្លៃទឹកថ្លៃភ្លើងជួសជុលលម្អកុដិសាលាទីសេនាសនៈសង្ឃនិងរៀបចំបរិស្ថានសួនច្បារឲ្យសមស្របទៅទិសរដ្ឋាភិបាលទីវត្តអារាមជាទីកន្លែងទេសចរសាសនានិងប្រពៃណីវប្បធម៌បាទអញ្ចឹងបានធ្វើដង្ហែយើងបាទមើលតាមរូបភាពវីដេអូបាទបែរថាដូចជាស្រស់ស្រាយបាទប្លែកម្យ៉ាងដែរដង្ហែនៅលើផ្ទៃទឹកណាយើងធ្លាប់តែដង្ហែបតសិនព្រះវិហារបាទអញ្ចឹងកឋិនកាលនេះយើងមួយឆ្នាំហ្នឹងគឺមានម្ដងរយៈពេល29ថ្ងៃបាទអញ្ចឹងទេក្នុងវត្តនីមួយៗគឺទទួលកឋិនបានតែម្ដងទេណាពុកម៉ែបងប្អូនពូមីងយាយតាដែលបានជ្រាបហើយហើយអញ្ចឹងកឋិនកាលនៅខាងវត្តស្វាយរមៀតនេះគឺបាទធ្វើឧទ្ទិស2ចំណុចបណ្ដៃថាទី1នោះគឺឧទ្ទិសបុណ្យកុសលដល់ព្រះម៉ែគង្គានិងព្រះម៉ែធរណីហើយទី2ដើម្បីទុកជាប្រវត្តិសាស្ត្រឲ្យកូនចៅចំនួនក្រោយបានដឹងឃើញទស្សនវិជ្ជាបែបហ្នឹងមើលទៅរីករាយស្រស់ស្រាយដើម្បីឲ្យប្រជាពុទ្ធបរិស័ទយើងចង់ធ្វើបុណ្យចូលរួមដែរណាបាទអរគុណឥឡូវពីកម្មវិធីសូមបន្តទៅព័ត៌មានមួយទៀតទៅខាងខេត្តកំពង់ស្ពឺនោះវិញម្ដងគឺរយៈពេល1សប្តាហ៍ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជិត 50,000 នាក់បាទខេត្តកំពង់ស្ពឺឥឡូវទេសចរដូចជាមានការរីកចម្រើនច្រើនណាបាទត្រឹមតែរយៈពេល1សប្តាហ៍តែប៉ុណ្ណោះខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តប្រមាណ 49,000 នាក់នៅតាមបណ្ដារមណីយដ្ឋាននិងកន្លែងសហគមន៍ទេសចរនានានៅទូទាំងខេត្តកំពង់ស្ពឺនេះបើតាមឲ្យដឹងពីលោករស់សុខប្រធានមន្ត្រីទេសចរខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងនៅថ្ងៃទី20ខែតុលាឆ្នាំ2025នេះថាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តតាមរមណីយដ្ឋានគិរីរម្យទឹកធ្លាក់ជ្រាវសហគមន៍ទេសចរទឹកធ្លាក់ច្បល់និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺគិតចាប់ពីថ្ងៃទី13ខែតុលាដល់ថ្ងៃទី19ខែតុលាឆ្នាំ2025សរុប 49,000 នាក់សម្រាប់ភ្ញៀវជាតិចំនួន 48,700 នាក់និងភ្ញៀវទេសចរអន្តរជាតិចំនួន300នាក់ផងដែរចំពោះម្ហូបអាហារតាមរមណីយដ្ឋាននិងសហគមន៍ទេសចរនានាគឺមានតម្លៃសមរម្យនិងមានអនាម័យខ្ពស់ដោយឡែកសន្តិសុខសុវត្ថិភាពមិនមានអ្វីគួរកត់សម្គាល់នោះដែរភ្ញៀវទេសចរដែលមកលេងកម្សាន្តទទួលបានសុខសុវត្ថិភាពសប្បាយរីករាយគ្រប់គ្នាបាទអញ្ចឹងនៅខេត្តកំពង់ស្ពឺបានមានការកើនឡើងចំពោះភ្ញៀវទេសចរអញ្ចឹងនៅក្នុងស្រុកខ្មែរយើងនិយាយចំទៅតំបន់ទេសចរប្រវត្តិសាស្ត្រធម្មជាតិអីហ្នឹងបាទគឺច្រើនណាស់បាទអញ្ចឹងយើងក្រៅពីរបស់ដែលមានស្រាប់បើថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់យើងត្រូវតែថែរក្សាគាំពៀអភិវឌ្ឍបាទសម្អាត
ថែទាំយ៉ាងម៉េចឲ្យមានភាពល្អប្រសើរបាទបើសិនជាយើងមិនបានបង្កើតថ្មីទេយើងត្រូវថែទាំបាទគាំពៀឲ្យនៅល្អប្រសើរទៅយើងអាចតាក់ទាញភ្ញៀវទេសចរបាននេះហើយគឺបើសិនជាយើងធ្វើបានល្អប្រសើរជួយដល់សេដ្ឋកិច្ចយើងខ្លាំងណាស់តំបន់ទេសចរនេះបានន័យថាជាឧស្សាហកម្មគ្មានផ្សែងណាបាទអញ្ចឹងទេកន្លែងខ្លះនិយាយចំទៅស្ទឹងតែមិនចាយដើមទុនទៀតទេដែលយើងអាចរកចំណូលបានណាបាទព្រោះថាស្បត្តិវប្បធម៌បុរាណដែលដូនតារបស់យើងបន្សល់ទុកហ្នឹងគឺច្រើនអញ្ចឹងសំខាន់តែកូនខ្មែរយើងចំនួនក្រោយហ្នឹងចេះប្រើឲ្យស្គាល់តាមកាលចេះអាចច្នៃប្រឌិតរកលុយរកកាក់សម្រាប់ចូលជាតិយ៉ាងណាអាហ្នឹងជាសមត្ថភាពបន្ថែមទៀតណាបាទក្នុងការកែច្នៃឬក៏ការលម្អអ្វីបន្ថែមជាភាពតាក់ទាញបាទដល់ភ្ញៀវជាតិនិងអន្តរជាតិបាទអរគុណប្រិមិត្តពុកម៉ែបងប្អូនជាតាជាទីគោរពនិងជាទីមេត្រីពីកម្មវិធីដំណឹងព្រឹកនេះក៏ឈានចូលដល់ទីបញ្ចប់ហើយពីកម្មវិធីក៏សូមគ្រប់ថ្លែងអំណរគុណដូចជាគ្រប់ជូនពរដល់ពុកម៉ែបងប្អូនជាតាទាំងអស់បាទដែលបានទស្សនានៅpage Facebook ក៏សន្តិភាពដែលទាំងក្នុងស្រុកនិងក្រៅប្រទេសជាដើមបាទសូមសម្បកបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈក៏បីគ្លៀងគ្លាឡើយពីកម្មវិធីរបស់យើងសូមអរគុណសូមជម្រាបលាវឌ្ឍនៈ All Mall រសជាតិស្រទន់ពីស្រូវសាលីសុទ្ធនេះជាបានប៊ូហ្វេតម្លៃត្រឹមតែ 9.99 កំងតាមចិត្តអត់កំណត់ម៉ោងការផ្ដល់ជូនពិសេសនេះសម្រាប់តែប៊ូហ្វេថ្ងៃត្រង់តែប៉ុណ្ណោះ